ស្រីបងប្អូនដើម្បីលើកទឹកចិត្តដល់ការធ្វើវីដេអូបងប្អូនសូមចុច Subscribe និងរូបបណ្ដឹងសូមអរគុណអស់រយៈពេលជិត10ឆ្នាំមុននេះយើងបានបង្ហាត់បង្រៀនក្បាច់គុណឲ្យទៅពួកឯងចេះចប់សពគ្រប់អស់ហើយយើងសង្ឃឹមថាពួកឯងនឹងយកទៅប្រើនៅក្នុងផ្លូវល្អណាគុណតទាំងពីរទទួលបានឆ្លើយបានគ្រូសុខកូនសិស្សអ្នកនេះនឹងមិនធ្វើឲ្យលោកគ្រូអស់សង្ឃឹមទេបាទសូមគោរពលោកគ្រូខ្ញុំនឹងចងចាំនៅពាក្យបណ្ដាំរបស់លោកគ្រូជានិច្ចល្អហើយអាពីរនាក់ហើយពិតជាសិស្សសំណប់ចិត្តរបស់គ្រូមែនគឺមានតែពីរឯងទេដែលមកខាត់ក្បាច់គុណជាមួយគ្រូក្រៅពីនោះគ្មានអ្នកណាមករៀនជាមួយគ្រូទេបាទលោកគ្រូខ្ញុំឃើញថាមានតែលោកគ្រូម្នាក់ប៉ុណ្ណោះដែលចេះក្បាច់គុណយ៉ាងពិតប្រាកដចេះទាំងប៉ក់ក្តាមទីគូវាយតេនិងទីងណយទីងឡែនទៀតមែនហើយលោកគ្រូហើយឥឡូវនេះយើងចង់ដឹងថាពីរនាក់ឯងចេះប្រមាណក្បាច់ហើយ36ក្បាច់ខ្ញុំចេះអស់ហើយលោកគ្រូអញ្ចឹងបញ្ចេញឲ្យយើងមកក្បាច់ខ្លាក្រាបក្បាច់ពិសេសឡើងដៃអាចារ្យឯងមិនចេញក្បាច់មកក្បាច់កណ្ដូបត្រវឹងបានហើយយើងឃើញថាពួកឯងចេះអស់ហើយអញ្ចឹងអាពីរនាក់ឯងអាចចុះពីលើភ្នំបានហើយពេលនេះបាទគ្រូខ្ញុំលេហើយសំណាងល្អណាស់វើយចំកំធ្វើអីហ្នឹងបងបងកំពុងតែដកម៉ែមកដកជាមួយគ្នាមកអាយ៉ាទំនងដែរតាដាក់មកអត់សិនចំស្រាលនេះអត់មានវល់ហ្នឹងទៅវល់នៅវត្តសិតតែពោម៉ែមិនម៉ែត្រូវវល់មុនខ្ញុំមិនតាន់ចង់ត្រូវទេស្រាលនេះអត់ពពុះហ្នឹងហើយអត់ទៅវល់ធ្វើឲ្យទៅវល់នៅពេទ្យពេលតបាក់ណចាមកចូលមួយខ្ញុំលើគេល្បីថាមានតែខ្លាំងពីរនាក់ទៅចុះពីលើភ្នំដើម្បីបង្ក្រាបឃើញស្ទែវដូចពួកយើងហ្នឹងណាអាណាគេអញដឹកមិនដែលលឺហើយវាខ្លាំងប៉ុណ្ណាទៅនៅតំបន់នេះមានតែពីរនាក់បងប្អូនអញទេស៊ីនធូប៊ីស៊ីស៊ីនចាំនិយាយចឹងណាពួកខ្លះចោលស្ទែវតែពួកហ្នឹងស្ទែវជួចែកមកពីខាងណាអត់ដែលសល់គ្នាពួកបងទៅតែដៃដោះតពួកអពេញលេងដីក៏មិនចង់ប៉ាប៉លនេះកម្លាំងដូចតោតែមិននៅទេតាហើយយឺតដាក់សម្ដែងតាក់តាឈានជើងចូលពីលើជីខ្លាអាយ៉ាកូនម៉ៃខ្ញុំប្រហែលខ្ញុំដាក់អញហើយបើទៅអើយហើយចាំខ្ញុំថាអីអាម៉ៃគេបានឆ្លាញ់យើងផងណាឬមួយអានឹងហៅថាហើយតាណាបងបឿនអាម៉ៃអូនឯងមកអង្គុយនៅនឹងឯងអត់ខ្លាចខ្មោចលងទេត្រឹមខ្មោចលងអីខ្ញុំខ្លាចទេអ្វីដែលខ្ញុំខ្លាចជាងគេគឺមុខបងឯងគួរខ្លាចជាខ្មោចទៅទៀតមកមកអត់លើស្គូតជប់សិនអូនម៉ៃហើយឯងខ្លាចបងធ្វើអីបងមិនមានខ្មោចទេណាបងនេះជាប្រុសស្អាតប្រចាំភូមិនេះហើយតើអូនដឹងទេពីខ្មោចមើលឡាយដែរខ្ញុំឡាយអាម៉ៃអាឡើងបងស្លាញ់អូនម៉ៃយូរហើយថាខ្ញុំអត់ស្លាញ់ទេអូនម៉ៃថាឡើងម៉ៃអូនម៉ៃបងសុំស្លាញ់អូនតាមស្រួលណាកុំបង្ខំបងណាស្គូតឡើងញ៉ាំភ្លាមទៅឆាប់ឡើងញ៉ាំភ្លាមហើយចង់ធ្វើអីហ្នឹងខ្លួនជាប្រុសម៉ែជាមកចាប់មនុស្សស្រីកណ្ដាលវាបាត់នេះហើយអាចជាអ្នកណាបានជាមកចេះដឹងយើងអញ្ចឹងមិនបាច់ចង់ដឹងយើងជាអ្នកណាទេសំខាន់គឺអាចទៅតែឡើងញ៉ាំភ្លាមណែពួកដៃហើយមកពីណាបានជាមិនស្គាល់បងប្អូនយើងគឺស៊ីនធូប៊ីស៊ីស៊ីននោះយើងមិនដឹងស្គាល់ស្អីទេព្រោះថាយើងទៅតែចុះពីលើភ្នំឬមួយក៏ពួកគេដែលល្បីថាជាអ្នកខ្លាំងទៅចុះពីលើភ្នំនោះមិនខ្វល់ថាជាអ្នកខ្លាំងឬអ្នកខ្លោចមកពីណាទេបើឯងខ្លាំងថាចូលមកពេលនេះយើងបានមកទិញបាច់គុណដែលយើងរៀនអស់រាប់សិបឆ្នាំហើយ
បាយចង់សាក់យើងទទួលបានខ្ញុំសូមលើកគុណដល់លោកគ្រូតាមលាយសីជួយឯងតាមទទួលទៅកំធ្វើទៅទៀតនៅបាត់ទេឆាប់ដុតយើងសំណាងឲ្យពួកឯងចេះរត់តន់កុំអីនោះតែវាច់របស់យើងហើយខ្ញុំអរគុណបងទាំងពីរហើយដែលបានមកជួយខ្ញុំតាន់ពេលបាទមិនអីទេចាំខ្ញុំលាទៅសិនហើយចាបងសំឡេងល្អ